បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះគឺយើងមកមើលកង្កែបដាក់ចំណីបាទហើយខ្ញុំតែងតែទទួលបានសំណួរជាច្រើនទាក់ទងនឹងបងប្អូនយើងដែលអ្នកថ្មីដែលគាត់មានចំណាប់អារម្មណ៍នៅក្នុងការចិញ្ចឹមកង្កែបណាបាទអញ្ចឹងគាត់តែងតែសួរថាចិញ្ចឹមធ្វើម៉េចឲ្យវារស់ល្អចិញ្ចឹមធ្វើម៉េចឲ្យសុខភាពល្អធំធាត់លឿនហើយបានលក់អញ្ចឹងណាបាទចិញ្ចឹមធ្វើម៉េចកុំឲ្យវាមានបញ្ហាបាទខ្លាចចិញ្ចឹមដាក់ទៅវាមិនរស់អញ្ចឹងណាបាទសំខាន់គឺខ្លាចដាក់ចិញ្ចឹមទៅវាមិនរស់បាទអញ្ចឹងតើតើទៅនឹងកង្កែបនេះបើសិនណាយើងចង់ដឹងថាតើយើងចិញ្ចឹមធ្វើម៉េចឲ្យវាបានសុខភាពល្អកុំឲ្យវាមានបញ្ហាឬក៏កុំឲ្យវាមិនរស់អញ្ចឹងយើងត្រូវតែដឹងអំពីបញ្ហារបស់វាអញ្ចឹងណាហើយបញ្ហារបស់វាអត់មានច្រើនទេបាទទី1គឺយើងត្រូវតែមានវិធានការនៅក្នុងការការពារបាទគឺសំខាន់ណាវិធានការនៅក្នុងការការពារកុំឲ្យវាឈឺហ្នឹងគឺមានដូចជាការផ្លាស់ប្ដូរទឹកការដាក់ចំណីបាទហើយនឹងការរើសកូនពូជបាទបើកាលណាតកូនពូជយើងមកឈឺស្រាប់ហើយទោះបីជាយើងដាក់ចំណីយើងដូរផ្លាស់ប្ដូរទឹកយ៉ាងណាក៏វានៅតែមានងាប់ដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងតកតងទៅនឹងការដាក់ចំណីហ្នឹងគឺសម្រាប់ចំណីវាបែងចែកខុសពីសត្វផ្សេងកង្កែបនេះវាស៊ីចំណីមួយដែលដែរដូចបងប្អូនបានឃើញហ្នឹងគឺចំណីដែរនេះបាទយើងបាចទៅគឺដែរតែមកអត់លិចទេណាបាទហើយការដាក់ចំណីហ្នឹងគឺវាមានទំហំតូចទំហំធំអញ្ចឹងតូចប៉ុណ្ណេះវាស៊ីទំហំ4លីនេះគឺកង្កែបខ្ញុំគឺសម្រាប់ຂະຫນាតលេខ1បាទខະຫນាតលេខ1ដែលបងប្អូនយើងអាចយកទៅដាក់ចិញ្ចឹមបានណាបាទអញ្ចឹងគឺយើងដាក់ចំណីហ្នឹងគឺជាទូទៅគឺ4លី6លី8លីយើងអាចយកបានអញ្ចឹងណាអញ្ចឹងចំពោះកង្កែបគឺស៊ី4លីនេះស៊ីចំណីមួយថ្ងៃពី3ដងបាទ3ដងតែយើងចូល6លីអាចឲ្យស៊ីមួយថ្ងៃ2ដងបានណាអាចឲ្យស៊ីមួយថ្ងៃ2ដងបានហើយបន្ទាប់មកតកតងទៅនឹងការផ្លាស់ប្ដូរទឹកអញ្ចឹងការផ្លាស់ប្ដូរទឹកហ្នឹងមានបងប្អូនយើងសួរខ្ញុំច្រើនដែរតកតងថាតើការផ្លាស់ប្ដូរទឹកហ្នឹងយើងផ្លាស់ប្ដូរទឹកមួយថ្ងៃប៉ុន្មានដងបាទកង្កែបឧទាហរណ៍ថាកង្កែបខ្ញុំ1000ក្បាលអញ្ចឹងខ្ញុំគួរផ្លាស់ប្ដូរទឹកប៉ុន្មានដងអញ្ចឹងតកតងទៅនឹងការផ្លាស់ប្ដូរទឹកនេះដែរមានបងប្អូនខ្លះគាត់ទិញទៅ1000ក្បាលដូចគ្នាគាត់2ថ្ងៃឬ3ថ្ងៃដូរទឹកម្ដងប៉ុន្តែទ្រុងរបស់គាត់គាត់ធ្វើធំណាបាទគាត់ធ្វើ5គុណ6ឬក៏4គុណ6ឬក៏4គុណ8អញ្ចឹងណាបាទធ្វើធំណាបាទឬក៏6គុណ6អញ្ចឹងទៅអញ្ចឹងបើសិន1000ក្បាលគាត់ធ្វើទ្រុងធំបែបហ្នឹងគាត់អាច2 3ថ្ងៃអាចដូរទឹកម្ដងណាបាទប៉ុន្តែបើបងប្អូនផ្សេងទៀតដែលគាត់ធ្វើទ្រុងគាត់ធ្វើតា3គុណ4ទេបាទ3គុណ4ឬក៏4គុណ4ទេអញ្ចឹង1000ក្បាលយើងត្រូវដូរទឹករងថ្ងៃណាបាទត្រូវដូរទឹករងថ្ងៃទៅទៅការដូរទឹកហ្នឹងបើសិនតែយើងយកទៅភ្លាមត្រឹមមួយអាទិត្យអី10ថ្ងៃអីអាហ្នឹងយើងអាចមួយថ្ងៃម្ដងបានត្រឹមមួយអាទិត្យយើងអាចមួយថ្ងៃម្ដងបានព្រោះនៅតូចវាស៊ីចំណីតិចវាមិនសូវជាបញ្ចេញនៅកាកសំណល់មកច្រើនឬក៏ចំណីនៅសល់អីច្រើនទេអញ្ចឹងណាអញ្ចឹងគឺយើងអាចមួយថ្ងៃម្ដងបានប៉ុន្តែបើសិនជាវាស៊ីនឹងច្រើនដែរទឹកស្អុយគឺយើងត្រូវដោទំហំ4គុណ4ណា3ឬក៏3គុណ4ណាបាទទំហំតូចយើងត្រូវដោទឹកច្រើនដងតែគាត់ថាយើងដាក់បានច្រើនតែយើងត្រូវដោទឹកច្រើនដងអញ្ចឹងយើងនិយាយទៅយើងមើលទៅតាមស្ថានភាពជាក់ស្ដែងដែរទី1គឺទំហំត្រង់ទី2គឺទឹកហ្នឹងវាស្អុយឬក៏អត់អញ្ចឹងបើសិនជាយោបល់របស់ខ្ញុំគិតថាយើងដោមួយថ្ងៃម្ដងទៅគឺល្អណាបាទគឺល្អព្រោះយើងដាក់មុនដំបូងធ្វើតិចតួចគឺយើងដោមួយថ្ងៃម្ដងទៅបាទហ្នឹងហើយតែ1000 2000អីណាបាទថ្ងៃម្ដងទៅលូតលាស់លឿនហើយអត់ងាយនឹងជំងឺណាបាទអញ្ចឹងគឺយើងអាចការពារបាននឹងជាការពារហើយមួយទៀតកង្កែបយើងកង្កែបនេះវាជាសត្វដែលវាស៊ីគ្នាបងប្អូនបាទអញ្ចឹងបើសិនជាកាលណាដែលយើងមិនបានបំបែកវាត្រឹមត្រូវហ្នឹងគឺដាក់វាឲ្យប៉ាន់គ្នាអញ្ចឹងបើកាលណាកង្កែបនឹងវាបានប៉ាន់គ្នាគឺវានឹងស៊ីគ្នាបាទស៊ីគ្នាអញ្ចឹងគឺវាត្រូវឲ្យកង្កែបនឹងងាប់បាទកង្កែបងាប់អញ្ចឹងនៅពេលដែលយើងទិញកូនកង្កែបមកបើសិនជាក្នុងលក្ខខណ្ឌមួយថាកង្កែបយើងមុនដំបូងស្មើគ្នាប៉ុន្តែតពេលបានត្រឹមមួយអាទិត្យវាមានតូចខ្លះទៅវាធំលឿនអញ្ចឹងយើងអាចចាប់ធំឬក៏តូចទៅដាក់ក្នុងទ្រុងផ្សេងបាទក្នុងទ្រុងផ្សេងដើម្បីការពារវាខាំគ្នាយើងចង់ចាប់រើសតាធំក៏បានឬក៏យើងចង់ចាប់រើសតាតូចចេញក៏បានតែបើជាកំណត់ខ្ញុំ
តាមបទពិសោធន៍ខ្ញុំគិតថារើសអាតូចចេញបាទរើសអាតូចចេញដើម្បីផលប្រយោជន៍យើងទី1យើងអាចធ្វើឲ្យអានឹងគឺវាស៊ីចំណីវិញហើយអាចពេលដែលលក់យើងអាចលក់ផាក់ផែគ្នាថ្ងៃជាមួយគ្នាឲ្យបានវិញតែបើសិនជាយើងទុកចោលគឺទុកមិនទុកចោលទុកនៅក្នុងទ្រុងនឹងជាមួយអាធំហ្នឹងគឺវានៅតែតូចហ្នឹងឯងវាអត់ហ៊ានស៊ីចំណីទេពួកអីចុះទៅគេខាំហើយវាខ្លាចគេអញ្ចឹងតើអត់ស៊ីចំណីហើយគឺវាអឺធំយឺតដែរបាទមិនធំយឺតអត់ធំទេវានៅតែហ្នឹងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងចាប់លក់យើងចាប់បានតែធំទេអញ្ចឹងណាឬក៏អាចខាំធ្វើឲ្យអាទូចលបួសទៅវាងាប់ធ្វើឲ្យយើងបាត់បង់ហ្នឹងគឺជាកត្តានៃការពារបាទការពារអញ្ចឹងបើសិនជាបងប្អូនយើងអាចអនុវត្តបានតាមដែលចំណុចដែលខ្ញុំបានលើកឡើងហ្នឹងទី1រើសកូនពូជល្អទី2យើងបំបែកបាទហើយដូរទឹកបានត្រឹមត្រូវបាទពេលស្អុយយើងដូរទៅហើយចំណីឲ្យបានទៀងទាត់និងគ្រប់គ្រាន់ទៅគឺហ្នឹងគឺបានណាចំណុចទាំងអស់ហ្នឹងបាទវិធានការពារណាបាទយើងអនុវត្តតាមនឹងទៅគឺយើងធ្វើឲ្យកង្កែបយើងសុខភាពល្អលូតលាស់លឿនហើយរហ័សបានលក់ហើយណាបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងក៏សូមអរគុណអឺដែលបានឆ្លើយតបជាមួយនឹងបងប្អូនយើងដែលគាត់មានចម្ងល់ណាហ្នឹងហើយអញ្ចឹងខ្ញុំសូមឆ្លើយតបនឹងសំណួររបស់បងប្អូនតែប៉ុណ្្នឹងតើតើទៅនឹងថាតើយើងធ្វើម៉េចដើម្បីឲ្យកង្កែបយើងហ្នឹងចាំទៅកុំឲ្យវាមានងាប់ណាហ្នឹងហើយអញ្ចឹងសូមអរគុណច្រើនបងប្អូនណាជួបគ្នាវីដេអូក្រោយ